ជំរាបសួរបងប្អូនដែលចូលចិត្តតាមដានគេហទំព័ររបស់ខ្ញុំចង់បញ្ជាក់ម្ដងទៀតថាគឺការចំមន់ប្រកាត់មន់ខ្មងលក្ខណៈគ្រួសារទេខ្ញុំបានជាកសិដ្ឋានស្អីឬក៏ជាស៊ុំធំអីទេអញ្ចឹងនេះគឺជារបៀបបំពន់មេបាដើម្បីឲ្យពងមានមេជីវិត90ទៅ100%ហើយតែយើងបំពន់មេបាបានល្អគឺពងទៅតែមានមេជីវិតហើយព្រោះយើងដាក់ប្រកាត់ដាច់ដោយឡែកវាអត់មានផ្សេងមករំខានណាវាអត់មានកំពុងតែជន់ទៅមានអាឈ្មោលផ្សេងទៀតមកធាក់វាពីក្រោយឬក៏វារំខានធ្វើឲ្យការ spam នឹងអត់ចូលទៅដល់មេអញ្ចឹងការប្រកាត់ដាច់ឡៃធានាបានថាពងត្រាញ់ល្អអញ្ចឹងអីដែលមានធ្វើមានលាយហ្នឹងគឺសាច់គោ5ដុំទៅប៉ុនមេដៃប៉ុនរៀមដៃហ្នឹងជាមួយនឹងពោតក្រហមដែលពោតហ្នឹងមិនមែនពោតចំណីសត្វទេណាពោតចំហុយក្រហមតែយើងទិញឆៅមក1500អាចឲ្យវាស៊ីបានមួយទឹកអីដែរហើយនឹងមានពីងប៉ោះមិនទុំចូលពេកហើយក៏មិនខ្ចីពេកពីងប៉ោះសាគៀលជាមួយនឹងតសក់យើងហ្នឹងហើយខ្ញុំមានជ្រោយទឹកឃ្មុំបន្តិចដើម្បីឲ្យមន់វាមានកម្លាំងកាន់តែជួយឲ្យមន់មានកម្លាំងហើយយើងយកឲ្យដាក់ឲ្យវាស៊ីមកបើវាអត់ស៊ីទេយើងចាប់វាបច្រកដូចក្នុងវីដេអូហ្នឹងមកពីធម្មតាបើចាំវាស៊ីយូរហើយមិនប្រកាសថាវាចូលទាំងអស់អញ្ចឹងណាយើងចាប់វាបច្រកមកហើយបច្រកស្ទាបគេទៅមុននឹងឲ្យវាស៊ីអាហារបំពន់ហ្នឹងកំតែឲ្យវាស៊ីចំណីឲ្យគេវាស្អាតសិនមកហើយឈ្មោលនៅពេលដែលវានៅមួយមេវាអត់ស៊ីចំណីទេវាអត់ងាយស៊ីចំណីទេបើមិនជឿបងប្អូនពេលយប់ឡើងបងប្អូនស្ទាបគេបាទ្រុងរបស់បងប្អូនស្ទាបទៅអត់មានទេបើបងប្អូនដាក់ប្រកាត់មេជាមួយនឹងឈ្មោលហ្នឹងហើយអាឈ្មោលបាទ្រុងរបស់បងប្អូនហ្នឹងវាស៊ីចំណីច្រើនរាប់ថាល្អហើយអរគុណច្រើនបងប្អូនដែលបានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់